ម្ចាស់ផ្ទះសុខចិត្តចោលលំហខាងមុខនៃជាន់ទី1ដើម្បីឲ្យសភាពផ្ទះឃើញទូលាយធានាបានបរិយាកាសបរិសុទ្ធនិងពន្លឺដែលភ្លឺពេញមួយថ្ងៃសន្សំសំចៃថាមពលអគ្គិសនីនេះគឺជាផ្ទះវិឡាបែបលំហែដែលមានទីតាំងស្ថិតនៅក្រុងសៀមរាបខេត្តសៀមរាបពេលដែលខ្ញុំមកដល់ផ្ទះនេះដំបូងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺចិត្តរបស់ម្ចាស់ផ្ទះដូចចិត្តរបស់ខ្ញុំមែនតើចូលចិត្តផ្ទះបែបផ្ទះថ្មលាបពណ៌សលាតភ្លឺថ្លាហើយដោយគាត់ជាមួយនឹងឈើតិចមួយវិញទៀតទោះបីជាគាត់ចូលចិត្តផ្ទះបែបទំនើបបែប modern ក៏ដោយក៏គាត់អត់ភ្លេចបញ្ចូលនៅរចនាប័ទ្មបែបខ្មែរដែលអ្នកទាំងអស់គ្នាអាចឃើញនៅផ្នែកខាងលើនៃដំបូលគឺគាត់បានលេងជាប្រភេទដំបូលប៉ិតហើយរចនាដោយគ្រឿងលម្អដំបូលប៉ិតដូចជាប្រភេទកំពូលម៉ាត់ឬក៏យើងហៅថាកំពូលម៉ាត់និងកន្ទុយមាន់ជាដើមហើយចំណុចមួយទៀតនៅផ្នែកខាងមុខផ្ទះនេះឃើញភ្លាមគឺខ្ញុំឆ្ងល់ហើយខ្ញុំចាប់អារម្មណ៍មែនតើចង់ដឹងថាចំណុចនេះគេធ្វើឡើងដើម្បីអីតោះទៅមើលទាំងអស់គ្នាទីតាំងនេះគឺគេទុកសម្រាប់ដាំដើមឈើដើម្បីលម្អនៅផ្នែកខាងមុខនៃផ្ទះហើយអត្ថប្រយោជន៍វាគឺមិនមែនមានតែប៉ុណ្្នឹងទេក៏វាមានអត្ថប្រយោជន៍ទៅកាន់ផ្នែកខាងក្នុងនៃផ្ទះផងដែរចង់ដឹងថាវាមានអត្ថប្រយោជន៍អ្វីខ្លះតោះចូលទៅផ្នែកខាងក្នុងផ្ទះទាំងអស់គ្នាអ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេពេលដែលខ្ញុំចូលមកដល់ខាងក្នុងនេះភ្លាមគឺផ្ទះនេះមានសភាពទូលាយដោយសារតែយើងមើលទៅខាងមុខឃើញបានឆ្ងាយអត់ទាល់ហើយមើលទៅខាងលើពីដានវាមានសភាពខ្ពស់ចំណុចហ្នឹងគឺគាត់សុខចិត្តខាតលំហនៅជាន់ទី1ពាក់កណ្ដាលជាន់តែម្ដងដោយពាក់កណ្ដាលនៃជាន់ទី1គាត់ដាក់តែស្ពានឆ្លងទៅវេរ៉ង់ដាហើយនឹងជណ្ដើរប៉ុណ្ណោះចំពោះចន្ទាឡើងទៅជាន់ទី1គឺគេធ្វើជាកញ្ចក់ធំហេតុនេះវាអាចប្រឈមទៅនឹងការជះកម្ដៅពីខាងក្រៅប៉ុន្តែវានឹងមលុបវិញដោយសារតែដើមឈើនៅផ្នែកខាងក្រៅដែលខ្ញុំបាន mention មុននេះឯងមួយវិញទៀតគឺតាក់ទងទៅនឹងចរន្តខ្យល់ពន្លឺហើយនឹងទេសភាពបង្អួចហើយនឹងទ្វារគឺមាននៅជុំវិញផ្ទះតែម្ដងដែលនាំមកនៅចរន្តខ្យល់ចេញចូលល្អពន្លឺភ្លឺមិនចាំបាច់បើកភ្លើងនៅពេលថ្ងៃទេហើយគ្រប់បន្ទប់អាចមើលឃើញទៅទេសភាពខាងក្រៅទាំងអស់មួយវិញទៀតលក្ខណៈពិសេសនៃស្ពានឆ្លងទៅវេរ៉ង់ដាអាចឲ្យយើងមើលឃើញទៅជាន់ផ្ទាល់ដីទៅចំហៀងផ្ទះហើយក៏ទៅកាន់អាងហែលទឹកផងដែរឯវេរ៉ង់ដាវិញអាចឲ្យយើងមើលឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាត180ដឺក្រេជុំវិញផ្ទះតែម្ដងឃើញលក្ខណៈពិសេសទាំងអស់នឹងហើយអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយទៅរកថាផ្ទះនេះមានទំហំប៉ុន្មានហើយមានអីខ្លះផ្ទះនេះមានទំហំ 8.5 ម៉ែត្រគុណឲ្យ11ម៉ែត្រមាន3បន្ទប់គេង3បន្ទប់ទឹកបន្ទប់ទទួលភ្ញៀវបន្ទប់ទទួលទានអាហារផ្ទះបាយហើយនិងអាងហែលទឹកជារួមមកដោយសារតែផ្ទះនេះគឺជាប្រភេទផ្ទះបែបលំហែហេតុនេះម្ចាស់ផ្ទះគាត់អត់ខ្វល់រឿងខាតឬក៏ចំណេញស្បេះទេសំខាន់គឺគាត់ទទួលបានផ្ទះដែលគាត់ទទួលបានអារម្មណ៍ប្លែកជាងផ្ទះដែលគាត់រស់នៅបែបធម្មតាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់យកផ្ទះនេះទៅសាងសង់ជាប្រភេទផ្ទះរស់នៅធម្មតាក៏បានដែរគឺអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍នៃផ្ទះបែបលំហែនិងផ្ទះដែលរស់នៅធម្មតានៅក្នុងផ្ទះតែមួយតែម្ដងហើយបើសិនជាអ្នកទាំងអស់គ្នាមានគោលបំណងនៅក្នុងការសាងសង់ផ្ទះបែបនេះអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់ក្រុមហ៊ុន True Home តាមរយៈ Facebook Page ក៏ដូចជាលេខ Telegram ដែលយើងបានដាក់នៅខាងក្រោមជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ